ប្រវត្តិនៃការកកើតកីឡាស៊ីហ្គេមនេះគឺជាព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ជាកន្លែងដែលយុវជនឆ្នើមទាំងឡាយមកពី11ប្រទេសបានជួបគ្នាដើម្បីបង្ហាញសមត្ថភាពនិងពង្រឹងចំណងមិត្តភាពតើអ្នកដឹងទេថាកីឡាស៊ីហ្គេមដែលយើងស្គាល់សប្តាហ៍ថ្ងៃនេះមានប្រវត្តិបែបណាកីឡាស៊ីហ្គេមមានដើមកំណើតមកពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ឬហៅកាត់ថា Shape Game នៅថ្ងៃទី22ខែឧសភាឆ្នាំ1958អ្នកតំណាងប្រទេសក្នុងតំបន់មួយចំនួនដែលចូលរួមក្នុងកីឡាអាស៊ី Asian Game នៅទីក្រុងតូក្យូបានឯកភាពគ្នាចាប់ផ្ដើមបង្កើតអង្គការកីឡាមួយនេះឡើងគំនិតផ្ដួចផ្ដើមនេះគឺបានមកពីលោកលួងសុខុមណាយ៉ាប្រាឌិតដែលជាអនុប្រធានគណៈកម្មាធិការអូឡ িম্প ិកថៃនៅពេលនោះគោលបំណងគឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយល់ដឹងនិងទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសស្ថាបនិកដំបូងមាន6ប្រទេសរួមមានមីយ៉ាន់ម៉ាកម្ពុជាឡាវម៉ាឡេស៊ីថៃនិងសាធារណរដ្ឋវៀតណាមខាងត្បូងពួកគេបានឯកភាពរៀបចំការប្រកួតនេះរៀងរាល់2ឆ្នាំម្ដងការប្រកួតលើកទី1ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17ខែធ្នូឆ្នាំ1959ដោយមានអត្តពលិកនិងមន្ត្រីជាង520នាក់ចូលរួមប្រកួតលើ12ប្រភេទកីឡាដល់ឆ្នាំ1977សមាជិកភាពនៃការប្រកួតបានពង្រីកដោយទទួលស្វាគមន៍ប្រទេសប្រុយណេឥណ្ឌូនេស៊ីនិងហ្វីលីពីនអាស្រ័យហេតុនេះព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ក៏ត្រូវបានប្តូរឈ្មោះជាផ្លូវការទៅជាកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា SEA Games បន្ទាប់មកវៀតណាមដែលបានបង្រួបបង្រួមជាតិឡើងវិញបានវិលត្រឡប់មកចូលរួមវិញហើយចុងក្រោយប្រទេសទីម៉ូខាងកើតក៏បានក្លាយជាសមាជិកទី11ក្នុងឆ្នាំ2003 SEA Games បានរីកចម្រើនពីការប្រកួតកីឡាត្រឹមតែ12ប្រភេទក្លាយជាព្រឹត្តិការណ៍មួយដែលមានកីឡាដល់ទៅជាង40ប្រភេទនាពេលបច្ចុប្បន្នព្រឹត្តិការណ៍ SEA Games បន្តប្រព្រឹត្តទៅរៀងរាល់2ឆ្នាំម្ដងដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះជាពិសេសសម្រាប់កម្ពុជាការធ្វើម្ចាស់ផ្ទះ SEA Games លើកទី32ឆ្នាំ2023គឺជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏អស្ចារ្យបន្ទាប់ពីខកខានអស់រយៈពេលជាង60ឆ្នាំក្រោមពាក្យស្លោកកីឡារស់ក្នុងសន្តិភាព SEA Games នៅតែបន្តបេសកកម្មដើមរបស់ខ្លួនគឺពង្រឹងសាមគ្គីភាពនិងការអភិវឌ្ឍវិស័យកីឡាក្នុងតំបន់ពី Shape Game រហូតដល់ SEA Games សប្តាហ៍ថ្ងៃនេះព្រឹត្តិការណ៍នេះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីការរីកចម្រើននិងឯកភាពរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល